ថ្ងៃនេះជាថ្ងៃប្រឡងជ្រើសរើសរាជធុគ្លីនិកលើកទី1វគ្គមួយនេះគឺចង់ពិសោធន៍សមត្ថភាពទប់ទល់គ្រោះថ្នាក់ភ្លាមៗរបស់ពួកគេមានតែខ្លាយជានារីធុពិតទើបអាចចាក់ចេញពីគ្លីនិកទៅការពាររាជវង្សការពារប្រជារាស្ត្ររឹតតែច្រើនរឿងជ្រើសរើសនារីធ្មប់ឆ្នាំនេះមានការផ្គប់ចេញណារាល់លើកពេលជ្រើសនារីធ្មប់ពិនគ្រប់គ្នាសុទ្ធតែប្រឹងអស់ពីសមត្ថភាពសាច់ច្បងកំពុងបារម្ភពីឈីងឈិននេះមួយក្តារនេះអូនដឹងថាអ្នកណាឈ្នះទេខ្ញុំមិនបាញ់ចែកទេចុងក្រោយក្នុងការជ្រើសរើសនារីធ្មប់គឺ3ចូល2សម្ព័ន្ធធ្មប់គឺត្រូវដឹងគ្រប់រឿងទាំងអស់ចំណែកការប្រឡងវគ្គចុងក្រោយប្រសិនបើរកឃើញប្រភពទឹកនៅក្នុងកន្លែងនេះពីអ្នកដែលរកឃើញប្រភពទឹកមុននឹងឆ្លងផុតការប្រឡងវគ្គចុងក្រោយឈិងឈិននៅតែជាសិស្សរបស់បងឲ្យតែអាចចូលរួមលើកក្រោយនៅមានឱកាសទៀតមើលសមត្ថភាពចុងក្រោយគេសិនទៅនារីធ្មប់ពិតស្របតាមវាសនាមានទូនាទីធំត្រូវទទួលភារកិច្ចការពាររាជវង្សបានឆ្នាំនេះបុត្រទី4ដណ្ដើមបានធ្នូមាសទៀតហើយអាចចូលក្នុងសមរភូមិមុនរៀបចំក្បួនតរាល់ឆ្នាំម្ចាស់ប្អូនទី4ដល់មករហូតអញ្ចឹងទើបបិតាសពតិខ្លាំងណាស់រាល់ពេលចេញច្បាំងមិនធ្លាប់ចាញ់ក្រំដៃសត្រូវទេយកបានតែជោគជ័យគឺជាអំណួតរបស់មហាអ៊ូយើងបុត្រគ្រាន់តែធ្វើតាមការណែនាំរបស់បិតារឿងដែលបានជោគជ័យមិនទាគុណសម្បត្តិទេបុត្រយើងច្រើនយ៉ាងនេះមានតែបុត្រទេដូចយើងបំផុតបុត្រទី7តើសុខភាពបុត្រយ៉ាងម៉េចហើយអាចចូលសមរភូមិបានទេ
ក្រាបទូលបិតាសុខភាពបុត្រលែងអីហើយពិធីរបស់នគរបុត្រមិនអាចបញ្ចូលរួមទេប៉ុន្តែមិនហ៊ានយកឈ្នះម្ចាស់បងទី4ទេគ្រាន់តែទទួលព្រះរាជបញ្ជាបិតានិងប្រឹងប្រែងហាត់ឲ្យបានល្អ បុត្រមហាអួយយើងហាត់គុណពីដើមមករាល់ឆ្នាំយើងរៀបចំពិធីហាត់ទ័ពនៅទីនេះគឺមិនចង់ឲ្យពួកបុត្រភ្លេចពាក្យប្រដៅមានចិត្តប្រឹងប្រែងអ្នកដែលបានផ្លាក់មាសក្នុងសមរភូមិនិងប្រទានរង្វាន់ឲ្យ ក្រាបទូលព្រះបិតា សាច់ច្បងផ្កាយឈ្មោះបង្ហាញខ្លួនពេលនេះ ផ្កាយពីបង្ហាញខ្លួនខ្យល់ពពកប្រែត្រូវមានមួយស្លាប់ដើមឡើយសុកសានផ្កាយឈ្មោលមិនងាយចេញតែឥឡូវគឺកាន់តែភ្លឺមើលទៅផ្កាយញីឈ្មោលនេះពិតជាត្រូវជួបគ្នាហើយ ពេលនេះបុត្រទី4គួរតែចូលសមរភូមិហើយ